បាទសួស្តីបាទបងប្អូនអរគ្នានេះគឺជាពោតប៉ុន្តែពោតនេះវាបានរយៈពេលមួយខែប៉ុន្តែដោយសារគាត់ដាំចន្លោះគ្នាឆ្ងាយចេះគាត់ទុកដើម្បីដាំតឡាចក្តារអញ្ចឹងណាអញ្ចឹងចំណេញបានទាំងពោតហើយដែលប្រមូលផលបានទាំងតឡាចហើយឥឡូវងាយស្រួលគឺយើងដាក់ប្រព័ន្ធទឹកបាញ់ចេះយើងមិនហត់ដើរបាញ់អញ្ចឹងណានេះបងប្អូនអរគ្នាប្រព័ន្ធទឹកគេតទៅយោយើងក៏តទៅយោនេះមកយើងចន្លោះវាចន្លោះវាមកតវាណាអញ្ចឹងវាមិនហត់បាញ់ប្រើយើងដើរអូសបាញ់ខ្លួនឯងស្រួលវាប្រព័ន្ធទឹកអាហ្នឹងយើងរៀបអានេះគាត់រៀបប្រព័ន្ធទឹកហើយអានេះអត់តន់រៀបទេអានេះគាត់អូនេះដាក់ម្ទេសមួយទៀតហ្នឹងដាក់ម្ទេសពោតរយៈពេលហ្នឹងហើយមួយខែហើយដាំចន្លោះគ្នាឆ្ងាយចេះគឺដាក់ដើម្បីដាំតឡាចអញ្ចឹងគឺចំណេញបាទបងប្អូនអរគ្នាមួយយ៉ាងដែរហើយមើលសាឡាត់នេះសាឡាត់អានេះតចេញផ្កាចេញក្របអានេះសាឡាត់អរគុណច្រើនបាទបងប្អូនអរគ្នា